ជួបលើកទី1 Oh my god និយាយមកខ្ញុំនិយាយខ្មែរនេះហើយលងបដាលងបដាហើយបានគិតមើលបងម៉ៃរៀបការមួយខ្ញុំអាយុ20ឆ្នាំហើយជនជាតិអឺរ៉ុបណាការខ្មែរចឹងលើកទី1ដែលខ្ញុំឃើញនិយាយត្រង់ហ្មងជាឡងស៊ូវីតរាល់ថ្ងៃចឹងតែដៃចាស់ឆ្លុះគ្នាព្រោះដែរនិយាយគេទុកយើងចោលហើយសល់ខ្ញុំ2នាក់បងម៉ៃនៅចោលគេទុកខ្ញុំចោល2នាក់ចឹងគេទុកខ្ញុំចោល2នាក់ចឹងណារ៉ូមែនទិកណាជុំរៀបសួរសួស្តីបងប្អូនទាំងអស់គ្នាតាមរយៈដែលអ្នកទាំងអស់គ្នាឃើញខ្ញុំធ្លាប់ជួបមួយនៃការចរដងហើយខ្ញុំក៏បានរួមការងារមួយគ្នាមានអារម្មណ៍ថាសប្បាយចិត្តមែនតើពេលបាត់ធ្វើការមួយគ្នាតែសារនេះគឺថាសែតសូសែតអីគឺម៉ូនីកាមកខ្មែរតែម្នាក់ឯងទេម៉ៃអត់បានមកទេសែតមែនតើមកហើយគាត់មកដល់ខ្មែរភ្លាមគឺថាមកជួបម៉ាក់ឪពុកភ្លាមហ្មងឥឡូវចង់ទៅធ្វើតោះអ្នកទាំងអស់គ្នាណាខ្លះចង់ដឹងពីប្រវត្តិម៉ូនីកាព្រោះធ្លាប់មានអ្នកខមមិនច្រើនណាម៉ូនីកាថាចង់អ្នកខ្លះដូចថាចាប់អារម្មណ៍ពេលឃើញខ្ញុំថតវីដេអូមួយចឹងចាប់អារម្មណ៍ពីចង់ដឹងពីប្រវត្តិចង់ដឹងពីស្នេហាចង់ដឹងពីឥឡូវចង់សួរម៉ូនីកាថាម៉ូនីកាស្គាល់ម៉ៃដំបងជួបគ្នានៅណាជួបគ្នាពេលហ្នឹងម៉ៃគាត់មកធ្វើការស្ម័គ្រចិត្តនៅខ្មែរមកបរៀនកូនសិស្សចឹងបរៀនស្ម័គ្រចិត្តដល់ពេលហើយកន្លែងធ្វើការម៉ាក់ខ្ញុំមានអ្នកមកបរៀនស្ម័គ្រចិត្តដែរចឹងបុគ្គលិករបស់ម៉ាក់ខ្ញុំហ្នឹងពួកម៉ាក់របស់ពួកម៉ាក់បងម៉ែអូខេហើយដល់ពេលខ្ញុំទៅកន្លែងការងារមួយម៉ាក់ខ្ញុំហ្នឹងជាមួយនឹងបុគ្គលិកគាត់ហ្នឹងក៏ពួកម៉ាក់និងពួកម៉ាក់ជួបគ្នាទៅគេទុកយើងចោលហើយសល់ខ្ញុំ2នាក់បងម៉ៃនៅចោលគេទុកខ្ញុំចោល2នាក់ចឹងរ៉ូមែនទិកណាហើយទៅគាត់ចាប់បាននិយាយស្គាល់គ្នាតាំងពីពេលហ្នឹងតែមានអារម្មណ៍ថាម៉ៃចិត្តតែមែនណាគាត់សភាខ្លាំងហើយគាត់និយាយមកខ្ញុំនិយាយខ្មែរនេះទៅលងបដាគាត់ជួបគ្នាលើកទី1ចាំមិនថាលងតាំងពីជួបលើកទី1 Oh my god គាត់ស្ដាយមិនធម្មតាណាមើលចឹងចិត្តអាឡម៉ង់និយាយខ្មែរឡើងរួចង់ទៅយើងចាប់អារម្មណ៍គេដែរដល់ខាងម៉ៃក៏សង្ហាម៉ូនីកាក៏ស្អាតសមគ្នាមែនតើម៉ូនីកាការមួយគ្នាមួយឆ្នាំហីខ្ញុំការមួយគ្នា76ឆ្នាំអូ76ឆ្នាំម៉ៃជុំបងប្អូនច្បាស់ចង់ដឹងថាតើម៉ូនីកាត្រៀម plan យក baby ពេលណាយកពេលណាដែរហ៎មានកម្រងហ៎មានកម្រងបងប៉ុន្តែចាំមើលតិចទៀតសិនអីនៅតិចដែរទៀតសិនព្រោះនិយាយទៅដោយសារពួកយើងស្គាល់គ្នាតាំងពីក្មេងមែនតើហើយខ្ញុំខ្មែរគាត់ជន់ជាតិចឹងទៅម៉ាក់ប៉ាឲ្យយើងរៀបការតាំងពីក្មេងមែនតើបងខ្ញុំអាយុ18ហ្នឹងពេលការហ្មងហើយពេលចឹងទៅចង់សម្រាប់ baby ក៏យើង take time បន្តិចចឹងណាគាត់ធ្វើការអីចឹងទៅពេលនិយាយត្រង់នេះបាត់ពិសោធន៍ខ្ញុំហ៎ពេលដែលយើងរលុយបានច្រើនសល់លុយហើយពេលយើងមានកូនងាយស្រួលមែនតើនិយាយត្រង់អត់មានអារម្មណ៍ថាមានសម្ពាធអីពិបាកចិត្តពេលនេះខ្ញុំនៅតែរៀបកំណត់ឲ្យអ្នកណាក៏ដោយឲ្យរកស៊ីសល់លុយច្រើនហើយចាំយកកូន best មែនតើខ្ញុំតាមដានគាត់ខ្ញុំឃើញគាត់ច្រើនបាយឆ្លាញ់10ឆ្នាំមិនត្រូវយូរ10ឆ្នាំហើយទៅតើការទៅយក baby ហើយបងដឹងស្រាប់ហើយមាន baby មិនស្រួលណាយើងទំនួលខុសត្រូវអញ្ចឹងយើងចង់ឲ្យគាត់បានជីវិតល្អយើងប្រឹងសិនបើយើងខ្វះខាតយើងនឹងត្រូវដកខ្លួនចេញពីកូនដើម្បីលុយអញ្ចឹងយើងសុខចិត្តនៅចិត្តកូនហើយបោះបង់ចោលហើយយើងមួយចំនួនយកគាត់មិនគាត់អ្នកសំនៅមួយយើងអញ្ចឹងអាហ្នឹងគឺកក្តៅចង់ដូចបងចាំបានម្នាក់2បានហើយបងថ្លៃហ៎plan យក baby តើចង់កើតនៅស្រុកគេឬក៏ចង់កើតនៅពេលពលឺថាឥឡូវហ្នឹងចង់មកនៅខ្មែរទៀតមែនអត់បើយក baby មកនៅខ្មែរហើយបងព្រោះមានម៉ាក់ប៉ាជួយមើលនៅនោះ2នាក់ត្រត់រួចទេចង់ម៉ាក់ប៉ានៅម៉ាក់ប៉ាក្មេងម៉ាក់ប៉ាក្មេងចាំតលេងគាត់ឲ្យគាត់មកលេងតែថាបើយើងដឹងនោះគាត់ក៏បាក់នៅជួយមើលដែរទៅចាពួកជនជាតិគេអត់នៅមួយគេដូចយើងដែរម៉ាក់ប៉ានៅផ្សេងទៅមែនបើខ្មែរយើងនៅជុំគ្នាចាខោជើខ្មែរយើងជុំខ្ញុំអីជួយមើលកូនបាទសួរត្រង់ហ្នឹងណាសួរថាចាប់បើឃើញស្រឡាញ់គ្នាឡើងស៊ូវីតរាល់ថ្ងៃអញ្ចឹងតើដៃចាស់ឆ្លុះគ្នាឆ្លួដែរនិយាយបងប្អូនសួរឆ្នាំណាសួរតែស្អីឆ្ងល់ចេះតែមនុស្សស្វីតគេចាស់ឆ្លុះគ្នាអត់ខ្ញុំឆ្ងល់ណាបងប្អូនឆ្លួបងជឿបងជឿអត់ថាដែរមានតែគេអត់ឆ្លុះគ្នាសោះហើយជឿដល់តែមានខ្លះហើយគ្រាន់ថាយើងអត់ប្រហែលពួកខ្ញុំគិតថាវាមនុស្សយើងម្នាក់មានផលលោកបែអាទុករៀងខ្លួនតែបងគាត់គេអត់និយាយអញ្ចឹងចង់ចែកម្លែកទៅអីសុបាយទៅបានហើយហ្នឹងយើងទុកខ្លួនឯងទៅចាំឲ្យមកការ sharing បទពិសោធន៍នៃការស្រឡាញ់គ្នាតិចធ្វើមិនឲ្យយើងស្រឡាញ់គ្នារត់តែយល់ពីគ្នាហើយគឺថាស្មោះស្ម័គ្រគ្នាក៏ទៅមនុស្សតែស្រឡាញ់គ្នាដល់ណាយូររាប់សិបឆ្នាំចេះហើយគឺសិតតាមនោចេតនាហើយយល់ពីគ្នាណាมันអាចនៅមួយគ្នាយូរចឹងបានណាសំខាន់សម្រាប់ពួកខ្ញុំទី1គឺនិយាយគ្នាឲ្យបានច្រើនមកនិយាយថាបើឆ្លោះគ្នាហើយមិនមែនចាប់ត្រឹមឆ្លោះហ្នឹងឯងយើងរកដំណោះស្រាយថាវាមកពីអីយើងដោះស្រាយទៅហើយត្រង់ណាយើងខុសយើងកែលម្អត្រង់ណាដែលគាត់ខុសគាត់កែលម្អអាហ្នឹងបានយើងទៅមុខគ្នារួចហ្នឹងហើយបងចឹងហើយអីដែលសំខាន់មួយទៀតខ្ញុំគិតថានិស័យដែរបងដែលឲ្យមនុស្ស2នាក់ចរិតស្រៀងគ្នាជួបគ្នាព្រោះបើសិនជាយើងខុសគ្នាពេកខ្ញុំគិតថានៅមួយគ្នាបានយូរគាត់មើលគាត់ជនជាតិគេមួយជនជាតិគេមួយជនជាតិខ្មែរប៉ុន្តែគាត់មើលទៅដូចស៊ីចង្វាក់គ្នាហើយដូចនិស័យគូគាត់ហ្មងនិយាយមែនគូពីព្រឹកព្រែងហ្មងត្រូវម៉ៃគាត់ស្រឡាញ់ culture ខ្មែរឬគាត់ស្រឡាញ់ខ្មែរហ្មងមកខ្មែរអីគាត់ចូលចិត្តហើយបានគិតមើលបងម៉ៃរៀបការមួយខ្ញុំអាយុ20ឆ្នាំហើយជនជាតិអឺរ៉ុបណាការខ្មែរចឹងអត់មានទេអត់ដែរមានជនជាតិអឺរ៉ុបណាការ20ឆ្នាំទេលើកទី1ដែលខ្ញុំឃើញនិយាយត្រង់ហ្មងតែគាត់ស្រឡាញ់វប្បធម៌យើងគាត់គោរពឲ្យតម្លៃយើងមកលើកណាក៏ឃើញថតនឹងកូនស្រឡាញ់ថ្ងៃមកលោកមុននិយាយប្រាប់បងប្អូនតិចគ្រុនផ្ដាសាយយួរថងយួរឆ្នាំទៅអង្គរទៅថតហ្នឹងហើយគាត់ស្រឡាញ់គាត់ស្រឡាញ់តែប្រកបណាហើយម៉ៃដែរសាហើយដឹងតែសាហើយព្រោះម៉ៃសាពុនរហូតតែឥឡូវមានតែសាថាម៉ូនីកាឥឡូវរត់តែស្អាតជាងមុនក្មេងមុនមានដឹងខ្លួនអត់សួរមួយណាអត់សរសើរច្រើនវាថាធម្មតាឃើញយើងឥឡូវ
ថែទាំខ្លួនដែរអញ្ចឹងណាអញ្ចឹងប្តីទោះជាយ៉ាងណាក៏លួចសบายចិត្តដែរបើមិនសរសើរច្រើនក៏លួចនិយាយខ្លះដែរ ឥឡូវចៃទីខ្លះក៏ធ្វើមិនឲ្យក្មេងជាងវិញ ជាពិសេសសក់វែងក៏ថាក្មេងជាងមុន អត់ទេមែនតែសារលេងសើចទេសក់ឥឡូវក្រាស់មែនតែមូនិកាប្រើចុកពីលិចមួយឆ្នាំជាងមកនេះមួយសក់គាត់ក្រាស់ឲ្យវិញកាប់ពីគាត់ប្រើដំបងអ្នកទាំងអស់នេះគាត់មើលទៅមួយឆ្នាំជាងឲ្យសក់ដល់ប្រហែលគេ4 5ឆ្នាំគាត់និយាយលេងមូនិកាមកចាំតែគាត់ចំណាយពេល2 3ឆ្នាំមកដល់បានប៉ុណ្ណឹង បើឲ្យមើលវីដេអូខ្ញុំមើលណាក៏គេសរសើរដល់សក់ក្មេងយូរដែរឡើងគេប្លែកគ្រប់គ្នាហ្មងណា អត់ទេប្លែកមែនប្លែកទាំងសក់ពណ៌សាច់ច្បល់ស្បែកក្មេងសំខាន់ឃើញក្មេងជាងវ័យច្រើនជាងមុនមែនតែសាច់ឈាមភ្លឺត្រា សាច់ឈាមព្រួយថ្លានេះខ្ញុំនិយាយតាមត្រង់បាញ់ដឹងស្រាប់ឯអ្នកនៅស្រុកគេគេអត់ដែរចេះសូវថែខាត់ស្បែកស្បែកអត់សូវទេប៉ុន្តែបុកអានេះខ្លាំងហ្មង គាត់ញ៉ាំគាត់ប្រកាសតែអ្នកនរនេះទឹកថាអីមកចង់ប្រម៉ូទអីគាត់ញ៉ាំមកគាត់ចេញពីអតិថិជនប្រើផ្ទាល់ដំបងឡើយ អត់ជឿទៅប្រម៉ូទគីឡូថតឲ្យមើលទៀត គីឡូស្អីស្អីពេញផ្ទះហើយ ដល់អាល្លឺម៉ង់អត់ប្រម៉ូទតុកញ៉ាំមែន គាត់ញ៉ាំបានផលខ្លាំងឥឡូវមើលតែគាត់ឥឡូវ ពីក្រប ស្បែកសាច់ឈាមភ្លឺថ្លាមែនតើហ្មងម៉ូនីកាស្អែមស្បែកម៉ូនីកាស្អាតលើពីមុននិយាយត្រង់សូកូឡាប្រហែលហើយរបៀបស្អាតទៀតតែឥឡូវស្បែកម៉ូនីកាសជាងមុនហើយមើលទៅភ្លឺមើលទៅបាច់មនុស្សភ្លឺរបៀបមនុស្សដូចខាងញ៉ាំវីតាមីនញ៉ាំបានគ្រប់គ្រាន់អញ្ចឹងក្មេងជាងវ័យតែមនុស្សយើងតែសាច់ឈាមភ្លឺថ្លាមើលទៅក្មេងជាងវ័យម៉ៃសរសើរដែរថារៀងក្មេងជាងមុនបងឆ្នាំ2ឆ្នាំមុនបងប្អូនមើលវីដេអូខ្ញុំដឹងហើយសក់ខ្លីស្បែកស្អាតចាស់ហ្មងនិយាយមែនណា ចាំក្មេងនៅម៉ូនីកានេះកុំភ្លេចគាត់ញ៉ាំទៅស្បែកសាច់ឈាមគាត់ភ្លឺថ្លាជាងមុនហើយបងមុខគាត់វិញណាឡើងស្មូតខ្លាំងហ្មងនេះផាត់តាំងពីព្រឹកមកដល់ឥឡូវម៉ូនីកាតាំងស្មានណានេះ ម៉ោង8ព្រឹកដល់ចាំពី10ម៉ោង ពី10ម៉ោងហើយមុខគាត់នៅឡើងខាងបាត់ស្អាតហ្មងខ្ញុំផាត់តាំងពីគាត់ឡើង8គាត់ដែរមកចូលម៉ាននេះប្រហែល10ម៉ោងព្រោះខ្ញុំមួយថ្ងៃនេះចេញធ្វើការងារច្រើនហើយគាត់អីហើយតែមើលមុខនៅឡើងស្មូតស្អាតមែនតើអានេះតបតិចតិចណាធ្វើស្បែកមុខយើងគឺឡើងគីឡូអប់មាត់ស្អាតហ្មងអ្នកដែលចង់ស្បែកមុខបែបធម្មជាតិគីឡូមាត់ស្អាតប្រើ cushion នេះខកហ្មងឯងម៉ូនីកានឹងអស់បានអត់បោះចោលសបល់លើកបោះចោលថតឲ្យគេមើល តគេមើលមែនតើ យ៉ាងម៉េចអត់ទេម៉ូនីកាប្លែកមែនទាំងសក់ទាំងស្ពណ៌សបល់ទាំងមុខមាត់កាលខ្ញុំស្គាល់ម៉ូនីកាដំបងក៏រៀងមុនដែរណាមុខស្នាមកាលខ្ញុំចុចដំបងតែឥឡូវមុខឡើងមាត់មែនតើហ្មងនិយាយត្រង់មុខមាត់ខៃហ្មងឆ្លាញ់ហ្មងដល់ពេលខ្ញុំក្មេង អរគុណ អូយដល់បាញ់តា មកអត់ហ៊ានឆាតប្រាប់ទេក៏ប៉ុតដឹងសប្បាយចិត្តខ្លួនឯងហើយថាប្រើត្រូវតែអត់ឆាតប្រាប់ទេតែចាំមកទៅសុប្រៃហ្មងឃើញហ្មងអត់ឃើញតរីសាចាំបានឥឡូវជួយមកពិតហ្នឹង ហ្នឹងហើយអត់ថតផ្ញើហើយអត់ថតផ្ញើហើយ ម៉ៃលួចញ៉ាំដែរហ្នឹងម៉ៃដល់ពេលឃើញយុវប្រពន្ធក្មេងទៅវិញអត់បានទេដល់លួចញ៉ាំដែរ ញ៉ាំដែរនេះតែអានេះនៅអ្នកស្រុកគេក៏គេស្គាល់ដែរតងសុកជាមកល្បីណា មិញម៉ូនីកាថាគាត់ណាប៉ាម៉ូនីកាលើក placenta មកគាត់ស្គាល់ហើយប៉ាគាត់ជន់ជឿនអាឡម៉ង់អាយុ60ជាងគាត់លើកមកឃើញ placenta គាត់ស្គាល់ហ្មងអ្នកស្រុកគេអ្នកទាំងអស់គ្នាខ្ញុំយកមកលក់នេះខ្ញុំហ៊ាននិយាយថាអ្នកស្រុកខ្មែរអាចនឹងគាត់ស្គាល់ហើយតែខ្ញុំ it doesn't matter ម៉ូនីកាខ្ញុំគិតថាពេលដែលគេយល់ពីប្រសិទ្ធភាពពេលដែលគេប្រើគេនឹងដឹងថាមិនតែអ្នកស្រុកគេគាត់លើកមកគាត់និយាយគាត់ surprise មកគាត់ថាអូ ខ្ញុំសប្បាយខ្លួនឯងដែរដែលប៉ាខ្ញុំស្គាល់ប៉ាខ្ញុំអត់ចេះប្រើ smartphone ទេបងអត់ចេះលេងអត់ចេះលេងតែស្គាល់ច្បាស់គាត់ស្គាល់ចាំមកនេះថាគាត់ធ្លាប់ឃើញនៅតាម pharmacy គាត់ធ្លាប់ឃើញនៅតាម big supermarket ធំៗអញ្ចឹងណាចឹងគាត់ឃើញគាត់ដឹងហ្មងគាត់ដឹងថាវា safe ហើយទៅមានប្រសិទ្ធភាពខ្ពស់ខ្ញុំយកមកពី clinic តែខ្ញុំមិនថាចិត្តទៅដល់យកទៅពីព្រោះញ៉ាំខ្លួនឯងដែរនិយាយត្រង់ប្រយ័ត្នខ្លាំងតែសម្ភារយើងគឺមានត្រឹមប៉ុណ្នេះតែតោះ នេះវីដេអូក្រោយមានមួយម៉ៃដែរ មានហើយអ្នកទាំងអស់គ្នាមានសំណួរអីតម្លាក់នៅខាងក្រោមខ្ញុំនឹងធ្វើកិច្ចសម្ភារជាមួយម៉ូនីកាបន្តទៀតអរគុណបាយបាយ ជម្រាបលា